បឹងចម្លែកការផ្លាស់ប្តូរពណ៌ជាបន្តបន្ទាប់នៅលើភ្នំដ៏ពិសិដ្ឋលោកអ្នកនាងអាចទំនាក់ទំនងផ្សាយពាណិជ្ជកម្មតាមរយៈទូរស័ព្ទលេខ099639367និងសូមអរគុណដល់លោកអ្នកនាងដែលបានចំណាយពេលវេលាតាមដាននិងទស្សនាវីដេអូរបស់យើងខ្ញុំតាំងពីដើមរហូតដល់ចប់ពិភពលោកមានបឹងជាស៊េរីដែលមានពណ៌ខុសគ្នាដែលទាក់ទាញភ្ញៀវទេសចរដូចជា Hendu អូស្ត្រាលី Taito កាណាដា Laguna Colora បូលីវីក្នុងនោះកំពូលភ្នំគូលេមីគូនៅឥណ្ឌូនេស៊ីជាគោលដៅទេសចរមួយបានបន្លិចដោយរូបរាងនៃបឹងប្លែកវាមិនមែនគ្រាន់តែជាបឹងមួយដែលកំពុងផ្លាស់ប្ដូរជាបន្តបន្ទាប់ចំនួន3នោះទេការផ្លាស់ប្ដូរពីទីក្រុងប្រហែល2ម៉ោងអ្នកនឹងមកដល់គីលីមូធូដែលជាភ្នំភ្លើងដ៏ល្បីល្បាញមានទីតាំងស្ថិតនៅកណ្ដាលកោះ Flores មិនមែនជាភ្នំភ្លើងខ្ពស់ជាងគេនៅ Forest ទេតែកូលីម៉ូមូតាក់ទាញអ្នកទេសចរដោយសម្រស់បឹងកំណរនិងអសកម្មហើយតែងតែផ្លាស់ប្ដូរដោយចៃដន្យពីពណ៌ខៀវបៃតងក្រហមKelemichu ត្រូវបានរកឃើញដំបូងដោយជនជាតិហូឡង់ឈ្មោះ Leo van Sachtleben ក្នុងឆ្នាំ1915បឹងនេះមានប្រភពចេញពីរណ្ដៅដែលត្រូវបានពន្លត់តាំងពីការផ្ទុះនៅឆ្នាំ1886ការបង្កើតតែមួយគត់គឺផ្ដល់ភាពខុសគ្នារវាងភ្នំនេះវាត្រូវបានគេស្គាល់ជាបណ្ដាដោយមនុស្សជាច្រើនហើយបានក្លាយជាបឹងមួយដ៏ស្រស់ស្អាតឈានមុខគេនៅលើពិភពលោកលោកអ្នកនាងអាចទំនាក់ទំនងផ្សាយពាណិជ្ជកម្មតាមរយៈទូរស័ព្ទលេខ099639367និងសូមអរគុណដល់លោកអ្នកនាងដែលបានចំណាយពេលវេលាតាមដាននិងទស្សនាវីដេអូរបស់យើងខ្ញុំតាំងពីដើមរហូតដល់ចប់Kelemichu គឺជាទីដៅដែលបញ្ជាក់ទំហំមិនប៉ះពាល់ដល់សម្រស់ធម្មជាតិនៃសម្រស់ដែលត្រូវបានផ្ដល់ឲ្យផ្ទៃបឹងចំនួន3ឈានដល់ជាង1គីឡូម៉ែត្រការ៉េដែលមានទឹក1.292ម៉ែត្របឹងដែលនៅជិតបំផុតត្រូវបានបំបែកដោយស្ដើងនិងហានិភ័យនៃសំណាក់ច្រាំងថ្មចោតនៅជុំវិញបឹងមានចម្ងាយពី50ទៅ150ម៉ែត្រពីទឹកទីដៅទេសចរនេះយកឈ្មោះកូលគីមូទូមានន័យថាបឹងពុះទោះយ៉ាងណាបឹងនីមួយក៏មានឈ្មោះផ្សេងតាមប្រពៃណីក្នុងតំបន់ដែរគេហទំព័រទេសចរឥណ្ឌូនេស៊ីបាននិយាយថាបឹង The Etambipu លេចឡើងជាទៀងទាត់ទឹកនៅតំបន់ Dear New America Fe មានពណ៌បៃតងស្ទើរតែទាំងអស់ TC Eta Atapolo គឺជាបឹងបន្តក្រហមលោកអ្នកនាងអាចទំនាក់ទំនងផ្សាយពាណិជ្ជកម្មតាមរយៈទូរស័ព្ទលេខ099639367និងសូមអរគុណដល់លោកអ្នកនាងដែលបានចំណាយពេលវេលាតាមដាននិងទស្សនាវីដេអូរបស់យើងខ្ញុំតាំងពីដើមរហូតដល់ចប់លើសពីនេះបឹងក៏ផ្លាស់ប្ដូរពណ៌ផ្សេងផងដែរកាលពីប៉ុន្មានឆ្នាំមុនបឹងនេះមានពណ៌ស្លាក្រហមនិងក្រហមនៅខែកក្កដាឆ្នាំ2010បឹងមានពណ៌ខៀវខុសគ្នានៅខែវិច្ឆិកាឆ្នាំ2009ទឹកមានពណ៌ខ្មៅខៀវនិងពណ៌ត្នោតមនុស្សជាច្រើនជឿថានេះគឺជាកន្លែងសម្រាកនៃព្រលឹងស្លាប់មែជាព្រះនៃជីវិតបន្ទាប់បញ្ជូនមនុស្សដែលស្លាប់ទៅទឹកខុសគ្នាអាស្រ័យលើគុណធម៌របស់ពួកគេពេលនៅរស់រូបថតវីតាតាតាឥណ្ឌូនេស៊ីឆមាពេលវេលាល្អបំផុតក្នុងការទស្សនាគឺនៅខែកក្កដាសីហាភ្ញៀវគួរតែក្រោកពីដំណេកនៅម៉ោង 3:30 នាទីដើម្បីចាប់ពន្លឺព្រះអាទិត្យដ៏ស្រស់ស្អាតនៅលើភ្នំ Kelemichu បន្ទាប់ពីកោតសរសើរបឹងពណ៌ស្រស់ស្អាតទាំង3នៅលើព្រះអាទិត្យអ្នកអាចដើរជុំវិញភ្នំភ្លើងមុនពេលត្រឡប់មកវិញម្យ៉ាងទៀតអ្នកអាចទៅលេងម៉ូនីដែលជាភូមិតូចមួយនៅជើងភ្នំគីលីម៉ុងស៊ូដើម្បីដើរជុំវិញវាលស្រែរីករាយនឹងអាកាសធាតុត្រជាក់សូមថ្លែងអំណរគុណដល់អស់លោកអ្នកនាងដែលបានទស្សនានិងតាមដានស្ដាប់អត្ថបទនេះតាំងពីដើមរហូតដល់ចប់យើងខ្ញុំនឹងស្វែងរកអត្ថបទថ្មីទៀតដើម្បីបម្រើអស់លោកអ្នកនាងនៅពេលក្រោយសូមអរគុណ